នឹងសំណួរអំពីពន្ធដារដែលសំណួរនោះវាជាសំណួរសំខាន់ណាឃើញមានការខមមិនសួរដែលទីមួយខ្ញុំឃើញខ្ញុំយកចេញមកពី channel របស់ខ្ញុំដែលគេសួរនៅក្នុង comment ណានឹងមកសំណួរទៀតគឺជាសំណួរដែលខ្ញុំឃើញនៅក្នុង Facebook page របស់ពន្ធដារទីមួយគឺគេសួរតាក់ទងជាមួយនឹងឃើញបងប្រុសម្នាក់នេះគាត់សួរសួស្ដីខ្ញុំមានចម្ងល់បន្តិចពាក់ព័ន្ធនឹងការបង់ពន្ធដោយឡានយើងនាំចូលក្នុងខែ12ឆ្នាំ2025បង្កាន់ដៃបង់ពន្ធនាំចូលនិងបានសម្គាល់យានយន្តក៏ចេញនៅក្នុងខែ12ដែរអញ្ចឹងការបង់ពន្ធនៅផ្លូវនៅ2026យើងត្រូវបង់ទាំងពីឆ្នាំ2025ឬនៅ26ឬក៏បង់តែឆ្នាំ2026មានន័យថាគាត់នាំចូលប្រកាន់ដៃពន្ធនាំចូលក៏ក្នុងខែ12ហើយកាត់គ្រីឡានដែលគាត់ធ្វើឲ្យហ្នឹងក៏ក្នុងខែ12ឆ្នាំ2025ដែរហើយគាត់ចង់សួរថាតើការបង់ពន្ធហ្នឹង2025យើងបង់អត់ឬក៏យើងបង់តែឆ្នាំ2026ឬក៏បង់ទាំង2ឆ្នាំអញ្ចឹងមានន័យអញ្ចឹងហើយមួយសំណួរទៀតគឺគាត់បានសួរថាសំណួរមួយទៀតតើបង្កាន់ដៃបង់ពន្ធនាំចូលបើបង្កាន់ដៃបង់ពន្ធនាំចូលគឺខែ11ឆ្នាំ2021រីឯកាតគ្រីគឺចេញនៅខែ1ឆ្នាំ2022ពេលបង់ពន្ធផ្លូវ2022គេតម្រូវឲ្យបង់ឆ្នាំ2021ដែរទេមានន័យថាពេលដែលគាត់ទិញឡានហ្នឹងគឺគាត់មានបានសម្គាល់ប្រកាន់ដៃបង់ពន្ធនាំចូលគឺនៅក្នុងខែ11ឆ្នាំ2021ប៉ុន្តែកាតគ្រីរបស់គាត់ហ្នឹងគឺគាត់បាននៅក្នុងឆ្នាំថ្មីវិញអញ្ចឹងការបង់ពន្ធហ្នឹងបែបណាអូខេទាំងពីរលក្ខខណ្ឌនេះគឺបង់ពន្ធផ្សេងគ្នាបង់ពន្ធដូចគ្នាទេក្នុងការបកស្រាយខ្ញុំនឹងលើកយកនៅប្រកាសរបស់ពន្ធដារមួយដែលគាត់បានចេញតាក់ទងជាមួយនឹងការបង់ពន្ធមធ្យោបាយដឹងជូនហ្នឹងគឺប្រកាសឆ្នាំ2024លេខ738ហើយខ្ញុំលើកឡើងតែតាក់ទងមួយចំណុចសំណួរមួយហ្នឹងទេដែលនៅក្នុងហ្នឹងគឺមានសូននៅក្នុងប្រការលេខ9តែប្រការលេខ9នេះបាននិយាយថាចំពោះមធ្យោបាយដឹងជូនទាំងឡាយណាដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូតែបានសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំចរន្តត្រូវបង់ពន្ធដឹកជញ្ជូននៅក្នុងឆ្នាំនោះដោយទទួលបានការលើកលែងពន្ធក្នុងករណីបានសម្គាល់យានជំនិះចេញលើកដំបូងនៅក្នុងខែធ្នូហើយបង្កាន់ដៃបង់ពន្ធនាំចូលក៏នៅក្នុងខែធ្នូតែមួយត្រូវអនុញ្ញាតឲ្យបង់ពន្ធនៅឆ្នាំបន្ទាប់អូខេនេះជាការចែងច្បាប់របស់ខាងពន្ធដារណាអញ្ចឹងបើយើងបកមកជាមួយនឹងសំណួរដែលគាត់លើកឡើងខាងលើនេះអញ្ចឹងក្នុងករណីទី1នេះគឺពន្ធនាំចូលกระดาษពន្ធរបស់គាត់ក្នុងខែ12ឆ្នាំ2025ហើយកាតគ្រីក៏ក្នុងឆ្នាំ2025ដូចគ្នាគាត់ចេញមកអញ្ចឹងដូចគ្នាអញ្ចឹងតាក់ទងជាមួយនឹងការបង់ពន្ធគឺឆ្នាំ2025ក៏អត់ជាប់ទេគាត់ចាំយកទៅបង់នៅក្នុងឆ្នាំ2026តែម្ដងមានន័យបែបហ្នឹងណាហើយសម្រាប់សំណួរមួយទៀតគឺប្រកាន់ដៃបង់ពន្ធនាំចូលរបស់គាត់ខែ11មានន័យឆ្នាំចាស់ចេញក្នុងខែ11រីឯកាតគ្រីចេញនៅក្នុងឆ្នាំថ្មីអញ្ចឹងក្នុងករណីរបស់គាត់មួយនេះគឺគាត់ត្រូវបានបង់ពន្ធហើយមានន័យគាត់ត្រូវបង់ពន្ធធម្មតាគាត់អត់ត្រូវបានលើកលែងទេអញ្ចឹងគាត់ត្រូវបង់ពន្ធធម្មតាអាហ្នឹងសម្រាប់លក្ខខណ្ឌទី2នេះគាត់បង់ពន្ធទាំងឆ្នាំ2021ហើយនិង22ឆ្នាំថ្មីហើយបើ21គាត់បង់អត់ទាន់ទេគឺអាចមានរកការពិន័យអញ្ចឹងទៅ